សម្រាប់បងប្អូនដែលមានផ្ទះជាន់ខាងលើដែលទុកនៅទំនេរចោលអត់ទាន់បានប្រើប្រាស់អ្វីទេខ្ញុំចង់លើកទឹកចិត្តឲ្យលោកអ្នកបងប្អូនទាំងអស់គ្នាងាកមកសម្លឹងឬក៏ចាប់យកនៅវិស័យចិញ្ចឹមសត្វជាកម្មវិញម្ដងហើយតួយ៉ាងដូចជាផ្ទះមួយខ្នងនេះដែលមានទីតាំងស្ថិតនៅខេត្តបាត់ដំបងចម្ងាយប្រហែលជា2ទៅ3គីឡូពីអ្នកតាដំបងកញ្ញូងឥឡូវនេះម្ចាស់ផ្ទះក៏បានរៀបចំកែប្រែទៅជាផ្ទះជាកម្មដើម្បីផ្លាស់ប្ដូរជីវភាពដើម្បីនឹងបានប្រាក់ចំណូលបន្ថែមពីផ្ទះរបស់គាត់ហើយអ្វីដែលពិសេសបំផុតនោះគឺគាត់បានជ្រើសរើសយកក្រុមការងារសុធាចិន្តាដែលជាអ្នកដែលមានបទពិសោធន៍ចិញ្ចឹមសត្វជាកម្មជាង10ឆ្នាំមកហើយក៏អ្នកដែលមានផ្ទះខ្លួនឯងដែលជោគជ័យច្រើនមកហើយក៏ជាអ្នកដែលនាំអតិថិជនជោគជ័យលើវិស័យជាកម្មនេះច្រើនគ្នាណាស់មកហើយផងដែរហើយនៅថ្ងៃនេះផងដែរក្រុមការងារសុធាចិន្តាក៏បានសម្រេចក្តីសម័យរបស់គាត់គឺបានរៀបចំកែផ្ទះរបស់គាត់ឲ្យคล้ายទៅជាផ្ទះជាកម្មហើយក៏ចាប់ផ្ដើមទទួលសត្វជាកម្មរស់នៅបណ្ដើហើយផងដែរអូខេអញ្ចឹងបងប្អូនដែលមានផ្ទះនៅជាន់ខាងលើអត់មានទាន់បានប្រើប្រាស់ទេសូមតាក់ទងមកលេខសុធាចិន្តាដែលមាននៅក្នុង channel របស់ខ្ញុំតាមវីដេអូខាងក្រោមនេះជូនពរបងប្អូនអរគ្នាជោគជ័យនៅលើវិថីចិញ្ចឹមសត្វជាកម្មទាំងអស់គ្នាអរគុណជម្រាបលាបាយបាយ